à scan body năng tiết sao để cái tháp btế Campuchia chỉ btế cho báo ảnh nất tại khuôn anh lõ lúc rồi biết đặng nòm rọt thua oi mà chạm một đôi cho báo online có crack bên btế sọc mày ông ca sạp chỉ có kê rọt khơi mà chạm một đôi cho báo có crack mà chạm một đôi sao chiêu rồi báo America rọt khơi ông ca lực lên tôi ông trả chiết có rọt khơi cái rau khơi chuyên rau cua mà sai pi mờ nè nơiประเทศ Campuchia แต่ตอนนั้นผมชอบบอกcái rau khơi mà chạmมันโด50กะไลเชียงทมโตcái rau khơiมันตรองงามาหามันตรcáiដាក់ตอนในกำปิ้งตึมหึงเลยពិភពលោកគេហៅថាជាប្រទេស scam នឹងតាំងពីយូរហើយរហូតតចិនគេផលិតខ្សែភាពយន្តនេះមិនដៃថៃយើងនេះគេផលិតខ្សែភាពយន្តអំពីការចាប់ជំរិតមនុស្សនិងការឆោបបោកអនឡាញផ្អើលពេញ Netflix Hollywood កុនគេផ្សាយពេញពិភពលោកចុះមិនទៅរករឿងចិនផងអាកាលហ្នឹងចិនផលិតខ្សែវីដេអូមួយដែលនិយាយអំពីការឆោបបោកធ្វើទរណកម្មដែលនិយាយទៅគឺជាអង្គហេតុពិតនៅក្នុងរឿងស្រុកខ្មែរអត់មានថ្កោលទោសចិនដោយសារជាមហាមិត្តដៃថៃបយើងមិនហ៊ានប៉ះពាល់គេទេហើយនឹងមិនខូចឈ្មោះកិត្តិយសជាតិយើងទេចុះហើយដល់ពេលឥឡូវមកដល់កាសែតនេះយើងមករករឿងគេហើយខ្ញុំបាននិយាយហើយខ្ញុំថាកាសែត The Wall Street Journal នេះគេនឹងមិនកែពាក្យគេទេព្រោះវាអត់មានអីត្រូវកែដូចខ្ញុំនិយាយចឹងគេអត់បាននិយាយថាកម្ពុជាជាប្រទេសឆបោកទេគេប្រើពាក្យនៅក្នុងគេហៅសញ្ញាសម្គាល់ខ្ញុំនឹងបញ្យល់សញ្ញាសម្គាល់បន្តិចហើយខ្ញុំថ្ងៃនេះសូមអធិស្ឋានមិនចេះបល័យបកូវេយ្យាករណ៍ខ្មែរស្អីណាបកែជាងអស់លោកបញ្ញវន្តនិស្សិតអីនៅស្រុកខ្មែរឬក៏លោកគ្រូចៅអធិការវត្តអីណាទេនេះគឺជាពាក្យដែល Wall Street Journal យកមកផ្សាយពេលដែលហៅកម្ពុជាថា Cambodia គឺគេប្រើសញ្ញានេះបងប្អូនមើលសញ្ញាដូចក្បៀសបន្តិចនៅខាងក្បាលនេះសញ្ញានេះហើយនឹងសញ្ញាពីរនេះចុចនេះ quotation marks គេហៅ quote នៅក្នុងភាសាអង់គ្លេសគេហៅ quotation marks ភាសាខ្មែរខ្ញុំរកពាក្យដាក់ឲ្យបងប្អូនត្រូវទៅព្រោះអីខ្ញុំមកយកទៅភ្លឺឲ្យខ្ញុំបានគេងទេដោយសារតែឃើញអាភាសាហ្នឹងហើយណាមួយក៏ចង់ជាការដាស់តឿនប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឲ្យយល់អំពីរបៀបសរសេរកាសែតផងហើយកុំឲ្យជ្រួលច្បល់តាមគ្នាចាញ់បោកអ្នកនយោបាយនៅក្នុងភាសាខ្មែរគេហៅអញ្ញត្តសញ្ញាឬក៏សញ្ញាដែលមានអញ្ញត្តហ្នឹងគឺបានន័យថាគេប្រើពិសេសណានៅក្នុងកលៈទេសៈជាក់ស្ដែងណាមួយជាក់លាក់ណាមួយដើម្បីសម្គាល់ថាពាក្យដែលប្រើនៅក្នុងហ្នឹងគឺមិនមែនពាក្យដែលគេប្រើជាទូទៅទេគឺគេប្រើនៅក្នុងន័យសម្រាប់អត្ថបទណាមួយឬក៏ជាក់ស្ដែងកន្លែងណាមួយហ្នឹងគេមិនមែនដាក់លៀតមកហៅយើងអញ្ចឹងជាទូទៅទេព្រោះធម្មតាយើងឃើញជនបរទេសតែពេលគេនិយាយណាខ្ញុំសុំនិយាយពាក្យមួយលោកគាត់និយាយអញ្ចឹងហើយគាត់ធ្វើអាដូចថ្មិញកដោពីរអញ្ចឹងណាគាត់ធ្វើដៃអញ្ចឹង quote unquote បានន័យថាពាក្យដែលខ្ញុំនិយាយមកប្រមាណដែលខ្ញុំធ្វើដៃនេះគឺជាពាក្យគាត់ទេមិនមែនជាពាក្យខ្ញុំទេដូចថាលោកម្សិលមិញខ្ញុំជួបគាត់ណាដឹងគាត់និយាយថាម៉េចទេនឹងគេធ្វើដៃចេះគឺនិយាយដូចថាពាក្យជេរបន្តិចអីគឺដាក់ពាក្យគាត់និយាយមកទាំងអស់ហ្មងដូចថាជេរអសុរោះអីអញ្ចឹងហ្នឹងគឺដាក់មកពេញទំហឹងអញ្ចឹងហែងងែងហងអញ្ចឹងសំទោសខ្ញុំមិនចង់ប្រើពាក្យហ្នឹងប៉ុន្តែបើគេដាក់ពាក្យខូនអញ្ចឹងណាហើយបើប្រសង់ដែលកំពុងតែទេសនាឲ្យយកពាក្យហ្នឹងមកប្រើគឺបើប្រសង់ដាក់ក្នុងសញ្ញាបែបហ្នឹងគឺបានន័យថាដកស្រង់សម្ដីគេមិនមែនជាសម្ដីខ្លួនឯងទេអាហ្នឹងគឺជា style នៅក្នុងការសរសេរហើយយើងទៅចោទប្រកាន់ថាមិនបាននិយាយចឹងមិនបើខ្ញុំប្រាប់ថាអាហ្នឹងវានៅក្នុងគ្នាបនៅក្នុងសញ្ញាហ្នឹងហើយបានន័យថាជាពាក្យដែលលេងពាក្យឬក៏ពាក្យដែលដកស្រង់សម្ដីដែលគេចង់ប្រើនៅក្នុងន័យថាសម្រាប់បំពេញកិច្ចនៅក្នុងពេលហ្នឹងមួយតែមិនមែនជាពាក្យរបស់ម្ចាស់ខ្លួនហ្នឹងទេហើយយើងអត់ដឹងរឿងហ្នឹងអញ្ចឹងយើងធ្វើរឿងដូចថ្មីចេះហើយដល់ហើយចាប់ផ្ដើមរករឿងគេហើយផ្អើលទៅដល់ពេលហើយគេអត់កែខ្ញុំថារឿងសារព័ត៌មាននេះអត់កែនេះមិនមែនបានន័យថាគេចេះរឿងក្បាលគេមិនទទួលស្គាល់កំហុសទេព្រោះសារព័ត៌មានអន្តរជាតិកម្រិតបែបនេះគឺគេប្រយ័ត្នប្រយែងណាស់
ហើយសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់គេក៏គេដឹងដែរថាមិនឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នកណាទេហើយតែប៉ះពាល់គេត្រូវតែកែត្រូវតែកែសម្រួលត្រូវតែសុំទោសត្រូវតែជួសជុលសំណងអីចឹងហើយគេប្តឹងបានមកកណោតាបិទតែសរសេរមានសិទ្ធិរដ្ឋធម្មនុញ្ញវិសោធនកម្មទី1របស់អាមេរិកដែលនិយាយថាជា First Amendment ដែលនិយាយពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពសារព័ត៌មានអីហ្នឹងក៏ដោយប៉ុន្តែបើយើងរំលោភប៉ះពាល់ដល់បុគ្គលអីគេប្តឹងបរិហាគេបាត់បរិហាគេអីហ្នឹងសងគេមកកណោទៅនឹងសារព័ត៌មានក៏សងដែរប៉ុន្តែនៅក្នុងចំណុចដែល Wall Street Journal និយាយឲ្យប្រើសញ្ញាបែបនេះគឺម្ដងទៀតបងប្អូនយើងដឹងរឿងនេះដោយសារតែលោកណេតភត្រាគាត់ផ្សព្វផ្សាយនៅក្នុងសារព័ត៌មានខ្មែរក្នុងក្រសួងព័ត៌មានហ្នឹងគឺមាន Facebook មួយដែលគាត់ផ្សាយថាបានសរសេរលិខិតតវ៉ាទៅរដ្ឋមន្ត្រីទៅសារព័ត៌មាន The Wall Street Journal ហ្នឹងហើយតវ៉ាគេអំពីជំហរកម្ពុជាសុំឲ្យលុបចោលសុំឲ្យស្អីកែពាក្យអីហ្នឹងចឹងប៉ុន្តែនៅក្នុង Facebook របស់លោករបស់ក្រសួងព័ត៌មានថ្ងៃនេះហ្នឹងក៏និយាយអំពីថាគេអត់កែគេនៅរក្សាជំហរដដែលតែគេពន្យល់បាទគេពន្យល់ហ្នឹងគឺគេពន្យល់ប្រាប់យើងអំពីថាហេតុអីបានជាគេអត់កែពាក្យហ្នឹងសំទោសបងប្អូនខ្ញុំរកឯកសារច្រើនពេកខ្ញុំរកអត្ថបទដែលចង់ពន្យល់ប្រាប់បងប្អូននេះអូខេខ្ញុំរកឃើញហើយនេះខ្ញុំសូមអានអ្វីដែលជាអត្ថបទទាំងស្រុងមិនទាំងស្រុងទេគឺរបស់ក្រសួងព័ត៌មានហ្នឹងគេនិយាយចេះអ្នកនាំពាក្យក្រសួងព័ត៌មានគឺលោកទេពអាសនារិទ្ធបានឲ្យដឹងនៅថ្ងៃទី24ខែមេសានេះថាកាសែត The Wall Street Journal បានសម្រេចចុះផ្សាយអត្ថបទដែលជាទស្សនៈដោយដកស្រង់ខ្លឹមសារចេញពីលិខិតរបស់លោកណេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើជូនទៅកាន់និពន្ធនាយកនិងអ្នកគ្រប់គ្រងការផ្សាយ The Wall Street Journal ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើពាក្យថា Cambodia រដ្ឋមន្ត្រីរូបនោះបានគូបញ្ជាក់លោកណេតភត្រានិយាយទៅអ្វីដែលជាប្រសាសន៍របស់លោកទេពអាសនារិទ្ធហ្នឹងថាលោកណេតភត្រាបានគូបញ្ជាក់ថាខាងភាគី Wall Street Journal គេបានបកស្រាយថាការប្រើពាក្យ Cambodia នេះគឺប្រើនៅក្នុងសញ្ញាអញ្ញត្តិបាទម្ដងនេះគឺទៅឲ្យយើងបាលីទាំងអស់គ្នាណាបងប្អូនគឺគេប្រើក្នុងសញ្ញាអញ្ញត្តិអញ្ចឹងដើម្បីឲ្យបងប្អូនយល់អំពីសញ្ញាអញ្ញត្តិនេះខ្ញុំបង្ហាញម្ដងទៀតនេះអាសញ្ញានេះនិងសញ្ញានេះណាហើយអាសញ្ញានេះនិងសញ្ញានេះហើយអាសញ្ញាចេះហ្នឹងក៏ជាសញ្ញាអញ្ញត្តិដែរបានន័យថាម៉េចពាក្យថាសញ្ញាអញ្ញត្តិពាក្យថាអញ្ញត្តិគឺដូចអញ្ញត្តកម្មអញ្ចឹងបងប្អូនបានន័យថាជាលក្ខណៈពិសេសប្រើមិនដូចសញ្ញាទូទៅដែលយើងប្រើទេនៅក្នុងកម្ពុជាយើងមានសញ្ញាច្រើនណាស់ដែលយើងហៅថាមានដូចជាវណ្ណយុត្តមិនអញ្ចឹងឯងបងប្អូនវណ្ណយុត្តហ្នឹងគឺបានន័យថាការដែលយើងត្រូវដាក់លើឲ្យលើពាក្យអីឲ្យចេញជាទាញសូរឲ្យវាខ្លីអីចឹងទៅវណ្ណយុត្តហ្នឹងគឺអានេះមិនមែនវណ្ណយុត្តទេណាមិនមែនសញ្ញាបតក់អីណាអានេះគឺជាសញ្ញាគេហៅដូចនៅក្នុងសេចក្តីថ្លែងការណ៍សេចក្តីប្រកាសឬក៏ខាងក្រសួងព័ត៌មានហ្នឹងគេនិយាយពីអញ្ញត្តិសញ្ញាហើយនៅក្នុងហ្នឹងគឺយើងត្រូវមានពាក្យគេហៅសញ្ញាប្រកាសអា quotation នេះអារបៀបនេះគេហៅសញ្ញាប្រកាសគឺក៏យើងប្រើដែរនៅក្នុងការសរសេរជាភាសាខ្មែរសម្រង់ពាក្យអ្នកណាចង់និយាយអីគេប្រើសញ្ញាប្រកាសហ្នឹងដែរតាមមិនអញ្ចឹងមិនមែនធ្វើឲ្យន័យហ្នឹងផ្លាស់ប្ដូរអីទេគឺចង់រក្សាន័យហ្នឹងហើយចង់បញ្ជាក់ថាន័យហ្នឹងគឺជាសម្រង់សម្ដីរបស់អ្នកណាទេមិនមែនជាការនិយាយរបស់អ្នកនិពន្ធឬក៏អ្នកសរសេរហ្នឹងទេអីអញ្ចឹងទៅមួយទៀតគឺយើងមានគេអាសញ្ញាដកស្រង់ហ្នឹងគេមានទាំងអាដកស្រង់ទូលនិងដកស្រង់ដែលជារបៀបពីរចេះហើយនឹងមួយទៀតគឺបាទយើងចឹងបងប្អូនកុំពំភ័ន្តច្រឡំអាហ្នឹងជាមួយនឹងអភន្តរសញ្ញាដែលភាគច្រើនគឺសុំទោសសញ្ញានេះគេខ្ញុំនឹងក៏វល់នឹងសញ្ញានឹងច្រើនដែរពួកអត់សូវយកអានឹងមកពន្យល់ច្រើនទេគ្រាន់តែខ្ញុំចង់ទាញការចាប់អារម្មណ៍បងប្អូនឲ្យយល់ថាបើគេសរសេរពាក្យណាមួយនៅក្នុងសញ្ញាបែបនេះអភន្តរសញ្ញាឬក៏សញ្ញា
แบบนี้หรือก็สัญญาแบบนี้គេហៅ villa សញ្ញាមិនគេនោះបងប្អូនពាក្យខ្មែរច្រើនណាគាត់ណាគេហៅអភ័ន្តរៈឬក៏វណ្ណយុទ្ធអីហ្នឹងគូច្រើនឬក៏របៀបសញ្ញាណខ្មែរហ្នឹងខ្ញុំនឹងមានពេលណាមួយជាខ្ញុំបញ្យល់លម្អិតពីរឿងហ្នឹងដើម្បីជាធម្មទានចោះក៏ប៉ុន្តែឥឡូវស្លេះត្រឹមប៉ុណ្ណឹងសិនហេតុអីបានជាគេប្រើពាក្យ Cambodia នៅក្នុងអភ័ន្តរសញ្ញាឬក៏សញ្ញាដែលជាការស្រង់សម្ដីបែបនេះហើយខាងសារព័ត៌មាន The Wall Street Journal អត់ព្រមកែគេសុកចិត្តទុកដដែលដោយសារគេសំអាងថាពាក្យហ្នឹងគឺជាពាក្យស្រង់ឬក៏ជាពាក្យប្រើប្រាស់របៀបលេងពាក្យរបស់គេទេគេមិនបានហៅកម្ពុជាយើងថាជាឲ្យក្នុងន័យជាឈ្មោះថ្មីអីទេគេលេងពាក្យដោយពាក្យថា scan បូកនឹង Cambodia ចឹងគេបូកចូលគ្នា Cambodia Wall Street Journal ចង់ប្រើពាក្យហ្នឹងនៅក្នុងអត្ថបទហ្នឹងដែលជាសម្រង់សម្ដីមិនមែនជាពាក្យផ្លូវការទេហើយគឺដាក់នៅក្នុងគ្នាអញ្ចឹងនៅក្នុងសញ្ញាបែបហ្នឹងអញ្ចឹងវិលមកវិញចឹងបានន័យថាខាងយើងនាំគ្នាប្រតិកម្មស្រោចទៅអា Wall Street Journal ហើយទៅរករឿងគេទៅយកឈ្មោះអ្នកសារព័ត៌មាននឹងអ្នកសរសេរអត្ថបទនឹងមកចង់មិនឲ្យចាំមុខគាត់អីចឹងគឺយើងអន់មែនតើខ្ញុំថាយើងធ្វើឲ្យជាតិយើងនេះគឺយើងខ្វះវិជ្ជាជីវៈខ្លួនឯងរឿងសារព័ត៌មាននេះសរសេរនេះគឺបើយើងដឹងតែគេខ្វះវិជ្ជាជីវៈគឺគេកែហើយគឺគេទទួលស្គាល់កំហុសហើយប៉ុន្តែគេអត់ទទួលស្គាល់ថាអានឹងជារឿងខុសឆ្គងហើយព្រោះជាស្ទីលសរសេរឲ្យខ្ញុំម្ដងទៀតបងប្អូនខ្ញុំបានប្រាប់តាំងពីដើមទីថា Cambodia នេះគេសរសេរនៅក្នុងសញ្ញាអញ្ញត្តិសញ្ញាហ្នឹងទេគឺបានន័យថាគឺជាសរសេរការស្រង់សម្ដីលេងពាក្យទេកុំអាលភ្លើងចម្បើងតាមគ្នាចាញ់បោកអ្នកនយោបាយឲ្យសោះស្រឡាញ់ជាតិនេះស្រឡាញ់ចោះខ្ញុំអត់មានទៅដកការស្រឡាញ់ជាតិពីខ្មែរយើងទេខ្ញុំសប្បាយចិត្តណាស់ប៉ុន្តែត្រូវស្រឡាញ់ដោយបញ្ញាកុំស្រឡាញ់ដូចស្វាអោបកូនឲ្យលងទឹកស្លាប់តែប៉ុណ្្នឹងឯងបាទឥឡូវនេះទាំងលោកនេតភត្រាក៏លោកនៅតែអញ្ចឹងទៅតវ៉ាគេប្រាប់មកអញ្ចឹងអត់មានធ្វើអីកើតទៀតទេបងប្អូនតែក៏ល្អដែរ Wall Street Journal នេះគឺព្រមផ្សព្វផ្សាយអត្ថបទរបស់លោកនេតភត្រានៅលើអត្ថបទកាសែតគេក្នុងការបញ្ចេញមតិមួយនឹងដែលលោកនេតភត្រាប្រាប់ថាកម្ពុជាបដិញ្ញាលុបបំបត្តិ scam អីអញ្ចឹងនិយាយទៅគឺជាការអ្វីដែលគាត់ចង់និយាយប៉ុន្តែអារឿងពាក្យដែល Wall Street Journal ដាក់នៅក្នុងអញ្ញត្តិសញ្ញាបែបនេះហើយហៅកម្ពុជាថាជាCambodia នោះគឺគេមិនព្រមដូរទេហើយដូចខ្ញុំគិតចឹងថាគេមិនព្រមដូរហើយក៏គេមិនព្រមកែតែព្រោះគេអត់មានស្អីគេប្លែកអីទេប្លែកតែយើងឯងយើងជ្រួលច្បល់តាមគ្នាម្ដងទៀតបងប្អូនបើសិនជាកាសែតនេះណាសរសេរពាក្យ Cambodia នេះណាមិនដាក់នៅក្នុងអញ្ញត្តិសញ្ញាហ្នឹងណាខ្ញុំក៏ចេញមុខរករឿង The Wall Street Journal ដែរព្រោះខ្ញុំក៏ជាខ្មែរដែរមិនអាចមកហៅជាតិសាសន៍នេះមកជាស្អីណាប្រទេសឆោបបោកអីណាណែឯងមកដាក់ឈ្មោះអីផ្ដេសផ្ដាសតែម្ដងទៀតបងប្អូនកាសែតដាក់ឈ្មោះវាជារឿងកាសែតសំខាន់តើកម្ពុជាយើងដូរឈ្មោះខ្លួនឯងមែនហើយតើយើងបានធ្វើអីគេខ្លះដើម្បីទប់ស្កាត់អក្រិតជនទាំងឡាយនៅស្រុកខ្មែរកុំឲ្យខូចឈ្មោះយើងនេះអារឿងណាដាក់ឈ្មោះអីដាក់ទៅតែសំខាន់តើយើងខ្លួនឯងនេះអនុញ្ញាតឲ្យយើងខូចឈ្មោះអញ្ចឹងអត់តើយើងនៅមេអក្រិតកម្មដែលឆោបបោកអនឡាញដូចជាលោកកុកអានដូចលោកលីយ៉ុងផាត់ដែលមានឈ្មោះនៅក្នុងបញ្ជីដែលរដ្ឋាភិបាលដែលគេចោទប្រកាន់គាត់ថាជាមេអក្រិតកម្មជាស្ដេចត្រាញ់អីហ្នឹងតើយើងចាត់ការពួកគាត់នៅអ្នកទាំងអស់នេះឯងដែលជាដើមចំដែលធ្វើឲ្យកម្ពុជាคล้ายឈ្មោះជាប្រទេសឆោបបោកនោះមិនមែនគេអ្នកបង្កើតឈ្មោះដោយ Wall Street Journal ហ្នឹងទេ Wall Street Journal ហ្នឹងទេហើយចាប់ពីពេលនេះតទៅអ្នកណាក៏គេនឹងយកពាក្យ Cambodia នឹងយកមកប្រើដែរក៏ប៉ុន្តែគេច្បាស់ជានឹងត្រូវតែដាក់នៅក្នុងអញ្ញត្តិសញ្ញានឹងរហូតហើយគេមិនឲ្យផ្លាត់ស្នៀតទេហើយខ្ញុំជឿថាយើងទៅអត់ដល់វិជ្ជាជីវៈគេទេយើងបកស្រាយជ្រួលច្របល់ដូចភ្លើងចម្បើងតាមគ្នាជាតិនិយមជ្រុលរបស់យើងនេះគឺចាញ់បោកអ្នកនយោបាយនៅស្រុកខ្មែរនឹងឯងហើយចេះតែហេហរតាមគ្នាឥឡូវគេចេញមកលើគោកគេអត់កែតែយើងទៅណាយើងនៅតែមួម៉ៅចឹងទៀតទៅប៉ុន្តែអត់ទៅកើតទេចឹងបានថាយើងត្រូវដឹងសមរភូមិដែរបើយើងចង់ឆ្លោះគេតើតែយើងខ្លាំងខ្លួនយើងបើយើងសរសេរនៅក្នុងហ្នឹងដូចខ្ញុំនិយាយចឹងមកសមមិញខ្ញុំទៅផ្ទះពូសុកស្រាប់តែបើកទ្វារក្រាំងគាត់ជេរមកខ្ញុំហ្មងហើយយើងដាក់នៅក្នុងវងកញ្ចក់សុទ្ធតែហែងសុទ្ធតែមីសុទ្ធតែអីចឹងឧទាហរណ៍
nó miễn việcខ្ញុំអ្នកនិយាយណាខ្ញុំនិយាយពុសក់តាជាសម្ដីសម្រង់សម្ដីរួចទៅយើងទៅកាត់ចាត់ទុកថាយើងចាត់ទុកថាពាក្យហ្នឹងគឺជាពាក្យបង្កើតឡើងដោយមនុស្សក្នុងផ្ទាល់តាមពិតគ្នាដកស្រង់សម្ដីអីអញ្ចឹងហើយយើងអត់ដឹងឯរបៀបសរសេរព័ត៌មានគេសរសេរអញ្ចឹងមកអាយុហើយជួនកាលចំណងជើង headline មួយគេដាក់ថាលោកហ៊ុនសែនធ្លាក់ខ្លួនឈឺធ្ងន់អញ្ចឹងឧទាហរណ៍ហើយកំពុងតែសម្រាប់ព្យាបាលនៅសង្ហបុរីឧទាហរណ៍ណាហើយចំណងជើងហ្នឹងគេដាក់សញ្ញាសួរមួយអញ្ចឹងបានន័យថាម៉េចយើងថាយើងទៅចោតកសែតហ្នឹងទៅចោទថាលោកហ៊ុនសែនឈឺថ្កាត់ធ្ងន់អីអញ្ចឹងទៅសម្រាប់នៅសង្ហបុរីគេមានបាននិយាយផ្សាយបែបហ្នឹងថាតើគេឆ្ងល់មិនពិតទេគេមានសញ្ញាសួរហើយយើងទៅចោទប្រកាន់ថាសារព័ត៌មានផ្សាយប្រទេសផ្ដាស់ទៅថាលោកហ៊ុនសែនធ្លាក់ខ្លួនឈឺទៅព្យាបាលនៅសង្ហបុរីទៅចោទគេប្រកាន់បែបហ្នឹងគឺបានន័យថាយើងអត់ដឹងស្ទីលសរសេរព័ត៌មានហើយវាគួរឲ្យសោកស្ដាយណាស់ដែលរឿងនេះកើតឡើងទៅលើលោករដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់យើងខ្ញុំអត់បន្ទោសលោកណេតភក្ត្រាទេនៅស្រុកខ្មែរគឺអញ្ចឹងបើលោកណេតភក្ត្រាជាប្រធានឬក៏ជារដ្ឋមន្ត្រីក្រសួងព័ត៌មានហើយស្រាប់តែមានព័ត៌មាននិយាយពី Cambodia បើគាត់អត់ធ្វើអីសោះលោកហ៊ុនសែនច្បាស់ជាររឿងលោកណេតភក្ត្រាស្លាប់ហើយដូច្នេះគាត់ត្រូវតែចេញប្រតិកម្មដើម្បីលួងចិត្តមេគាត់ដែរហើយដល់ពេលលទ្ធផលគឺអញ្ចឹងតែគេផ្សព្វផ្សាយអត្ថបទរបស់គាត់ដែលនិយាយពីរឿងខំប្រឹងទប់ស្កាត់ទប់ទៅបានតែ3ថ្ងៃមកគឺអាមេរិករដ្ឋាភិបាលជាតិដាក់លោកកុកអានក្នុងបញ្ជីមជ្ឈមណ្ឌលឆបោកអនឡាញពេញប្រទេសទៀតវាថាពេលខ្លះបងប្អូនបើកុំមានប្រតិកម្មអីសម្បាមបែបនេះវាទៅជាអា Cambodia ហ្នឹងវាស្ងាត់ទៅវិញណាបងប្អូនអាពាក្យហ្នឹងឥឡូវដល់ពេលយើងចេញញ៉ាត់ចេញអីតវ៉ាងាប់ហើយបណ្ដាញអ៊ីនធឺណិតវាទៅដូចជានាំគ្នាជួយលើកស្ទួយឲ្យពាក្យ Cambodia នឹងល្បីពេញពិភពលោកទៅវិញកសែតថៃក៏ផ្សាយកសែតណាក៏ផ្សាយដែរតាមពិតយើងចង់ឲ្យគេឈប់ផ្សាយហើយដល់ពេលឥឡូវយើងនាំគ្នាលើកទឹកចិត្តឲ្យគេផ្សាយពេញប្រទេសទៅជា Cambodia ហ្នឹងគេប្រើគ្រប់គ្នាស្រួលមាត់បដ ாய் អានេះហើយជាកំបិតចិត្តដងឯងរបស់យើងណាបងប្អូនចឹងបានថាពេលខ្លះយើងអត់ស្គាល់សមរភូមិរបស់យើងតែយ៉ាងណាបងប្អូនរឿងនយោបាយរឿងស្អីក៏គេធ្វើកើតដែរហើយដល់ពេលយើងដែលជាប្រជាពលរដ្ឋខ្លាយជាជនរងគ្រោះនៃអានយោបាយរបស់គេនឹងអាប្រជាពិធដ្ឋស្រឡាញ់ជាតិនោះស្រឡាញ់ណាស់ក៏ប៉ុន្តែឲ្យតែជាតិនេះរងគ្រោះអត់ដែលជួយគ្នាតវ៉ាទេអាជ័យធ្លាក់ទឹកទាំងអស់គ្នាទាំងលោកកែវរេមីនឹងក៏ចឹងដែរប្រធានសិទ្ធិមនុស្សអីហ្នឹងគូនិយាយពីតវ៉ាមួយ WSJ នឹង Wall Street Journal នឹងដែរប៉ុន្តែកាលគេមលាយសង្គ្រោះជាតិគេចាប់លោកកឹមសុខាដាក់គុកគេចាប់កញ្ញាសេងធីរីដាក់គុកគេចាប់សុនស្រននិងសុភាដាក់គុកគេចាប់ចលនាមេដាធម្មជាតិដាក់គុកសុទ្ធតែរឿងនយោបាយអត់មានលោកកែវរមីណាទៅឈឺក្បាលរឿងសិទ្ធិមនុស្សខូចកិត្តិយសខូចស្អីហើយទួនាទីគាត់ជាមន្ត្រីសិទ្ធិមនុស្សទៅទៀតអត់មាននិយាយមួយម៉ាត់ពួកវាប៉ះពាល់មេគាត់ហើយដល់ពេលអញ្ចេះគាត់និយាយធ្វើដូចគាត់នឹងដូចថាអស់ចាអីចឹងដល់ពេលហើយយើងស្តង់ដារយើង120អញ្ចឹងងាប់ហើយសុកយើងមិនទៅវាអត់មានន័យអីវាមានន័យអីនៅពេលដែលយើងអាខ្លួនឯងខ្មែរគ្នាឯងឈឺចាប់ចង់ងាប់អត់ដែលឈឺក្បាលជួយគ្នាដល់ពេលរឿងពាក្យតាណាមួយគេប៉ះពាល់រឿងស្រុកខ្មែរឈឺចាប់ហើយបើឈឺចាប់ថាខ្មែរយើងអត់ដែលមានមជ្ឈមណ្ឌលអនឡាញខ្ញុំមិនថាទេគេរិះគន់យើងក៏គ្រប់តែមកកំចាត់ស្អីណាមករយៈពេលនេះទៅឃើញទៅដូចព្យុះភ្លៀងសម្បាប៉ុន្តែធ្វើនឹងបានតែត្រីកញ្ចោះឲ្យកភ្លៀងទៀតត្រីឆ្ដោត្រីផ្ទុះអីមិនដឹងនៅណាទេនាំគ្នាចាញ់បោករដ្ឋាភិបាលទៀតបាទឥឡូវច្រើនណាបងប្អូនបាច់ទៅភ្លឺហើយខ្ញុំដោយសារតែថ្ងៃសៅរ៍ចឹងបងប្អូនខ្លះគិតថាអូថ្ងៃសៅរ៍នឹងយ៉ាប់ហើយតែមួងនរ៉េតមកបង្អែមលៀមមកថ្ងៃសៅរ៍នឹងដឹងតែហៀខ្ទះចឹងទៀតហើយតែធ្វើម៉េចឥឡូវបើមានពេលវេលាគ្រប់គ្រាន់បើរហ័នរាល់ថ្ងៃជួនកាលរហូតតែពេលលុបមុខអត់ទាន់រាល់ព្រឹកថ្ងៃច័ន្ទដល់ថ្ងៃសុក្រព្រោះត្រូវចូលធ្វើការប៉ុន្តែថ្ងៃនេះសប្បាយមែនតើបានសល់ពេលចេះឲ្យបងប្អូនយើងអត់ព្រមថ្កោលទោសរដ្ឋាភិបាលដែលគេរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើឲ្យជាតិនេះបាត់ឈ្មោះកិត្តិយសលើឆាកអន្តរជាតិស្អុយគេឈ្មោះគេអាស្រូវពេញទឹកពេញដីយើងអត់ដែលថ្កោលទោសអីតែបន្តិចយើងអាជ័យធ្លាក់ទឹកឲ្យជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដដែលនេះយើងនាំគ្នាថាជាតិសាសន៍នេះគឺត្រូវតែជាជាតិថ្លៃថ្នូរប៉ុន្តែភាពថ្លៃថ្នូរមិនមែនដោយសារពាក្យ Cambodia ហ្នឹងទេមិនមែនដោយសារគេថាយើងទេពាក្យថ្លៃថ្នូរគឺដោយសារតែយើងនាំគ្នាជួយជាតិនេះម្នាក់បន្តិច
ពេលដែលមានបញ្ហាអយុត្តិធម៌សង្គមពេលដែលមានការរំលោភសិទ្ធិមនុស្សមានអំពើពុករលួយគណៈបកកណ្ដាលអំណាចធ្វើអីផ្ដេសផ្ដាស់ងើបមួយវាយមួយចាប់អ្នកនេះដាក់គុកតាមអំពើចិត្តប្រព័ន្ធតុលាការគ្មានយុត្តិធម៌គណៈបកប្រឆាំងមិនអាចចូលរួមការបោះឆ្នោតបានរំលាយគេស្រេចតែអំពើចិត្តធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យច្បោកច្បល់ទាំងអស់នេះអស់លោកនៅស្ងៀមស្ងាត់ទាំងអស់គ្នាហ្នឹងហើយយើងបណ្ដោយឲ្យអំពើនេះខូចឈ្មោះជាតិយើងយ៉ាងពេញពិភពលោកអ្នកណាគេមិនហៅប្រទេសកម្ពុជាយើងថាជាប្រទេសផ្ដាច់ការនៅលើโลกនេះគេដឹងគ្រប់គ្នាអស់ហើយអាហ្នឹងអត់បាត់កិត្តិយសជាតិយើងអត់មានព្រមឈឺឆ្អាលមួយម៉ាត់ទេចឹងហើយចុះពេលហ្នឹងហេតុអីបើយើងមិនថ្កោលទោសរដ្ឋាភិបាលខ្លះហើយតើបើឥឡូវហេតុអីចង់មកថ្កោលទោសអីគេសម្បើមម៉េចពី Cambodia ហ្នឹងហើយអា Cambodia ហ្នឹងទៀតសោតដែលគេថាប្រទេសកម្ពុជាជាប្រទេសឆបោកអាណិតតែខ្លួនឯងល្អលោករបៀបដឹកនាំរដ្ឋធ្វើឲ្យមជ្ឈមណ្ឌលឆបោកអនឡាញក៏ក្រាក់ពេញផ្ទៃស្រុកខ្មែរអង្គការសហជីវជាតិក៏គេរកឃើញមជ្ឈមណ្ឌលឆបោកក៏ក្រាក់មជ្ឈមណ្ឌលស្រាវជ្រាវរបស់អាមេរិកក៏រកឃើញអង្គការលើកលែងទោសអន្តរជាតិក៏រកឃើញគេរកឃើញជនរងគ្រោះ120,000 នាក់នៅប្រទេសកម្ពុជាតាក់ទងនឹងអំពើឆបោកគេរកឃើញមជ្ឈមណ្ឌល50កន្លែងជាងធំគេរកឃើញមន្ត្រីអង្គញាមហាមន្ត្រីគេដាក់ទណ្ឌកម្មពេញទំហឹងលើពិភពលោកគេហៅថាជាប្រទេស scam នឹងតាំងពីយូរហើយរហូតដល់ចិនគេផលិតខ្សែភាពយន្តនេះមិត្តដៃថៃយើងនេះគេផលិតខ្សែភាពយន្តអំពីការចាប់ជំរិតមនុស្សនិងការឆបោកអនឡាញផ្អើលពេញ Netflix Hollywood កុនគេផ្សាយពេញពិភពលោកចុះមិនទៅរករឿងចិនផងអាកាលហ្នឹងចិនផលិតខ្សែវីដេអូមួយដែលនិយាយអំពីការឆបោកធ្វើទរណកម្មដែលនិយាយទៅគឺជាអង្គហេតុពិតនៅក្នុងរឿងស្រុកខ្មែរអត់មានថ្កោលទោសចិនដោយសារជាមហាមិត្តដៃថៃយើងមិនហ៊ានប៉ះពាល់គេទេហើយនឹងមិនខូចឈ្មោះកិត្តិយសជាតិយើងទេចាហើយដល់ពេលឥឡូវមកដល់កាសែតនេះយើងមករករឿងគេហើយខ្ញុំបាននិយាយហើយខ្ញុំថាកាសែត The Wall Street Journal នេះគេនឹងមិនកែពាក្យគេទេព្រោះវាអត់មានអីត្រូវកែដូចខ្ញុំនិយាយចឹងគេអត់បាននិយាយថាកម្ពុជាជាប្រទេសឆបោកទេគេប្រើពាក្យនៅក្នុងគេហៅសញ្ញាសម្គាល់ខ្ញុំនឹងបញ្យល់សញ្ញាសម្គាល់បន្តិចហើយខ្ញុំថ្ងៃនេះសូមអធិស្ឋានមិនចេះបល័យបកូវេយ្យាករណ៍ខ្មែរស្អីណាបកែជាងអស់លោកបញ្ញវន្តនិស្សិតអីនៅស្រុកខ្មែរឬក៏លោកគ្រូចៅអធិការវត្តអីណាទេនេះគឺជាពាក្យដែល Wall Street Journal យកមកផ្សាយពេលដែលហៅកម្ពុជាថា Cambodia គឺគេប្រើសញ្ញានេះបងប្អូនមើលសញ្ញាដូចក្បៀសបន្តិចនៅខាងក្បាលនេះសញ្ញានេះហើយនឹងសញ្ញាពីរនេះចុចនេះ quotation marks គេហៅ quote នៅក្នុងភាសាអង់គ្លេសគេហៅ quotation marks ភាសាខ្មែរខ្ញុំរកពាក្យដាក់ឲ្យបងប្អូនត្រូវទៅព្រោះអីខ្ញុំមកយកទៅភ្លឺឲ្យខ្ញុំបានគេងទេដោយសារតែឃើញអាភាសាហ្នឹងហើយណាមួយក៏ចង់ជាការដាស់តឿនប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឲ្យយល់អំពីរបៀបសរសេរកាសែតផងហើយកុំឲ្យជ្រួលច្បល់តាមគ្នាចាញ់បោកអ្នកនយោបាយនៅក្នុងភាសាខ្មែរគេហៅអញ្ញត្តសញ្ញាអញ្ញត្តសញ្ញាឬក៏សញ្ញាដែលមានអញ្ញត្តហ្នឹងគឺបានន័យថាគេប្រើពិសេសណាស់នៅក្នុងកលៈទេសៈជាក់ស្ដែងណាមួយជាក់លាក់ណាមួយដើម្បីសម្គាល់ថាពាក្យដែលប្រើនៅក្នុងហ្នឹងគឺមិនមែនពាក្យដែលគេប្រើជាទូទៅទេគឺគេប្រើនៅក្នុងន័យសម្រាប់អត្ថបទណាមួយឬក៏ជាក់ស្ដែងកន្លែងណាមួយហ្នឹងគេមិនមែនដាក់លៀតមកហៅយើងអញ្ចឹងជាទូទៅទេព្រោះធម្មតាយើងឃើញជនបរទេសតែពេលគេនិយាយណាខ្ញុំសុំនិយាយពាក្យមួយលោកគាត់និយាយអញ្ចឹងហើយគាត់ធ្វើដូចថ្មិញកដោពីរអញ្ចឹងណាគាត់ធ្វើដៃអញ្ចឹង quote unquote បានន័យថាពាក្យដែលខ្ញុំនិយាយមកប្រមាណដែលខ្ញុំធ្វើដៃនេះគឺជាពាក្យគាត់ទេមិនមែនជាពាក្យខ្ញុំទេដូចថាលោកកម្សិលមិញខ្ញុំជួបគាត់ណាដឹងគាត់និយាយថាម៉េចទេនឹងគេធ្វើដៃចេះគឺនិយាយដូចថាពាក្យជេរបន្តិចអីគឺដាក់ពាក្យគាត់និយាយមកទាំងអស់ហ្មងដូចថាជេរអសុរោះអីអញ្ចឹងហ្នឹងគឺដាក់មកពេញទំហឹងអញ្ចឹងហែងងែងហងអញ្ចឹងសំទោសខ្ញុំមិនចង់ប្រើពាក្យហ្នឹងប៉ុន្តែបើគេដាក់ពាក្យខូនអញ្ចឹងណាហើយបើប្រសង់ដែលកំពុងតែទេសនាឲ្យយកពាក្យហ្នឹងមកប្រើគឺបើប្រសង់ដាក់ក្នុងសញ្ញាបែបហ្នឹងគឺបានន័យថាដកស្រង់សម្ដីគេមិនមែនជាសម្ដីខ្លួនឯងទេ
អានឹងគឺជា style នៅក្នុងការសរសេរហើយយើងទៅចោទប្រកាន់ថាមិនបាននិយាយចឹងមិនបើខ្ញុំប្រាប់ថាអានឹងវានៅក្នុងคณิតនៅក្នុងសញ្ញានឹងហើយបានន័យថាជាពាក្យដែលលេងពាក្យឬក៏ពាក្យដែលដកស្រង់សម្ដីដែលគេចង់ប្រើនៅក្នុងន័យថាសម្រាប់បំពេញកិច្ចនៅក្នុងពេលនឹងមួយតែមិនមែនជាពាក្យរបស់ម្ចាស់ខ្លួននឹងទេហើយយើងអត់ដឹងរឿងហ្នឹងអញ្ចឹងយើងធ្វើរឿងដូចថ្មីចេះហើយដល់ហើយចាប់ផ្ដើមររឿងគេហើយផ្អើលទៅដល់ពេលហើយគេអត់កែខ្ញុំថារឿងសារព័ត៌មាននេះអត់កែនេះមិនមែនបានន័យថាគេចេះរឿងក្បាលគេមិនទទួលស្គាល់កំហុសទេព្រោះសារព័ត៌មានអន្តរជាតិកម្រិតបែបនេះគឺគេប្រយ័ត្នប្រយែងណាស់ហើយសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិរបស់គេក៏គេដឹងដែរថាមិនឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នកណាទេហើយតែប៉ះពាល់គេត្រូវតែកែត្រូវតែកែសម្រួលត្រូវតែសុំទោសត្រូវតែជួសជុលសំណងអីចឹងហើយគេប្តឹងបានមកកណោតាបិទតែសរសេរមានសិទ្ធិរដ្ឋធម្មនុញ្ញវិសោធនកម្មទី1របស់អាមេរិកដែលនិយាយថាជា First Amendment ដែលនិយាយពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពសារព័ត៌មានអីហ្នឹងក៏ដោយប៉ុន្តែបើយើងរំលោភប៉ះពាល់ដល់បុគ្គលអីគេប្តឹងបរិហាគេបាត់បរិហាគេអីហ្នឹងសងគេមកកណោទៅនឹងសារព័ត៌មានក៏សងដែរប៉ុន្តែនៅក្នុងចំណុចដែល Wall Street Journal និយាយឲ្យប្រើសញ្ញាបែបនេះគឺម្ដងទៀតបងប្អូនយើងដឹងរឿងនេះដោយសារតែលោកណេតភក្ត្រាគាត់ផ្សព្វផ្សាយនៅក្នុងសារព័ត៌មានខ្មែរក្នុងក្រសួងព័ត៌មានហ្នឹងគឺមាន Facebook មួយដែលគាត់ផ្សាយថាបានសរសេរលិខិតតវ៉ាទៅរដ្ឋមន្ត្រីទៅសារព័ត៌មាន The Wall Street Journal ហ្នឹងហើយតវ៉ាគេអំពីជំហរកម្ពុជាសុំឲ្យលុបចោលសុំឲ្យស្អីកែពាក្យអីហ្នឹងអញ្ចឹងប៉ុន្តែនៅក្នុង Facebook របស់លោករបស់ក្រសួងព័ត៌មានថ្ងៃនេះហ្នឹងក៏និយាយអំពីថាគេអត់កែគេនៅរក្សាជំហរដដែលតែគេពន្យល់បាទគេពន្យល់ហ្នឹងគឺគេពន្យល់ប្រាប់យើងអំពីថាហេតុអីបានជាគេអត់កែពាក្យហ្នឹងសំទោសបងប្អូនខ្ញុំរកឯកសារច្រើនពេកខ្ញុំរកអត្ថបទដែលចង់ពន្យល់ប្រាប់បងប្អូននេះអូខេខ្ញុំរកឃើញហើយនេះខ្ញុំសូមអានអ្វីដែលជាអត្ថបទទាំងស្រុងមិនទាំងស្រុងទេគឺរបស់ក្រសួងព័ត៌មាននេះគេនិយាយចេះអ្នកនាំពាក្យក្រសួងព័ត៌មានគឺលោកទេពអាសនារិទ្ធបានឲ្យដឹងនៅថ្ងៃទី24ខែមេសានេះថាកាសែត The Wall Street Journal បានសម្រេចចុះផ្សាយអត្ថបទដែលជាទស្សនៈដោយដកស្រង់ខ្លឹមសារចេញពីលិខិតរបស់លោកណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ញើជូនទៅកាន់និពន្ធនាយកនិងអ្នកគ្រប់គ្រងការផ្សាយ The Wall Street Journal ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើពាក្យថា Cambodia រដ្ឋមន្ត្រីរូបនោះបានគូបញ្ជាក់លោកណេតភក្ត្រានិយាយទៅអ្វីដែលជាប្រសាសន៍របស់លោកទេពអាសនារិទ្ធហ្នឹងថាលោកណេតភក្ត្រាបានគូបញ្ជាក់ថាខាងភាគី Wall Street Journal គេបានបកស្រាយថាការប្រើពាក្យ Cambodia នេះគឺប្រើនៅក្នុងសញ្ញាអញ្ញត្តិបាទម្ដងនេះគឺទៅឲ្យយើងបល័យទាំងអស់គ្នាណាបងប្អូនគឺគេប្រើក្នុងសញ្ញាអញ្ញត្តិអញ្ចឹងដើម្បីឲ្យបងប្អូនយល់អំពីសញ្ញាអញ្ញត្តិនេះខ្ញុំបង្ហាញម្ដងទៀតនេះអាសញ្ញានេះនិងសញ្ញានេះណាហើយអាសញ្ញានេះនិងសញ្ញានេះហើយអាសញ្ញាចេះហ្នឹងក៏ជាសញ្ញាអញ្ញត្តិដែរបានន័យថាម៉េចពាក្យថាសញ្ញាអញ្ញត្តិពាក្យថាអញ្ញត្តិគឺដូចអញ្ញត្តកម្មអញ្ចឹងបងប្អូនបានន័យថាជាលក្ខណៈពិសេសប្រើមិនដូចសញ្ញាទូទៅដែលយើងប្រើទេនៅក្នុងកម្ពុជាយើងមានសញ្ញាច្រើនណាស់ដែលយើងហៅថាមានដូចជាវណ្ណយុត្តមិនអញ្ចឹងឯងបងប្អូនវណ្ណយុត្តហ្នឹងគឺបានន័យថាការដែលយើងត្រូវដាក់លើពាក្យអីឲ្យចេញជាទាញសូរឲ្យវាខ្លីអីចឹងទៅវណ្ណយុត្តហ្នឹងគឺអានេះមិនមែនវណ្ណយុត្តទេណាមិនមែនសញ្ញាបតក់អីណាអានេះគឺជាសញ្ញាគេហៅដូចនៅក្នុងសេចក្តីថ្លែងការណ៍សេចក្តីប្រកាសឬក៏ខាងក្រសួងព័ត៌មានហ្នឹងគេនិយាយពីអញ្ញត្តិសញ្ញាហើយនៅក្នុងហ្នឹងគឺយើងត្រូវមានពាក្យគេហៅសញ្ញាប្រកាសអា quotation នេះអារបៀបនេះគេហៅសញ្ញាប្រកាសគឺក៏យើងប្រើដែរនៅក្នុងការសរសេរជាភាសាខ្មែរសម្រង់ពាក្យអ្នកណាចង់និយាយអីគេប្រើសញ្ញាប្រកាសហ្នឹងដែរតាមមិនអញ្ចឹងមិនមែនធ្វើឲ្យន័យហ្នឹងផ្លាស់